បើសិនជាញឹកញាប់គេមិនគ្រប់អ្នកគេមិនយកចិត្តទុកដាក់ចំពោះអ្នកតើអ្នកត្រូវធ្វើដូចម្តេចប្រើវិធី6ចំណុចខាងក្រោមនេះកន្លះឆ្នាំក្រោយគ្មានអ្នកណាហ៊ានមើលងាយអ្នកទៀតឡើយសូមឲ្យបេះដូងនិងរក្សាទុកដើម្បីរំលឹកខ្លួនឯងថ្ងៃក្រោយទី1ត្រូវហ៊ានសម្លឹងមើលភ្នែកគេនិយាយជាមួយអ្នកណាក៏ដោយត្រូវហ៊ានសម្លឹងមើលភ្នែកគេកុំគេចវេះលាក់លៀមខ្មាស់អៀនតើអ្នកខ្លាចអ្វីទោះបីគេជាអ្នកមានមហាសេដ្ឋីអ្នកធំឬក៏ថ្នាក់ដឹកនាំក៏ដោយអ្នកក៏កំផ្លាចដែរយូរទៅអ្នកនឹងឃើញថាខ្លួនឯងមានភាពជឿជាក់ជាងមុនទី2ដំណើររហ័សរហួនពេលដើរកុំយឺតសើកបោះជំហានឲ្យវែងលបឿនលឿនបន្តិចទី3កុំចេះតែឲ្យតែជួបមុខគេលេងសើចនៅក្នុងការរស់នៅជួបជជែកគ្នាជាមួយគេត្រូវនិយាយអ្វីដែលគួរនិយាយបានហើយកុំចេះតែលេងសើចដាក់គេប្រេះផ្ដាស់ធ្វើដូច្នេះរឹតតែធ្វើឲ្យគេងាយនឹងមើលងាយអ្នកត្រូវចងចាំថាក្រៅពីគ្រួសារឪពុកម្ដាយដាច់ខាតកុំទៅលេងសើចផ្ដេសផ្ដាស់ជាមួយអ្នកដទៃទី4កុំលាតត្រដាងពីស្ថានភាពគ្រួសាររបស់អ្នកឧទាហរណ៍ថ្ងៃនេះឪពុកម្ដាយអ្នកស្ដីបន្ទោសអ្នកមានរឿងឆ្លោះប្រកែកគ្នាជាមួយគ្រួសារអ្នកមានរឿងអ្វីមិនសប្បាយចិត្តជាមួយបងប្អូនសាច់ញាតិណាម្នាក់លាក់ឲ្យតែគេដឹងរឿងអ្នកកាន់តែច្រើនអាចបង្កើតរឿងដែលមានគ្រោះថ្នាក់ចំពោះអ្នកក៏កាន់តែច្រើនដែរទី5កាត់បន្ថយការបង្ហាញតាមបណ្ដាញសង្គមកុំឲ្យតែស្អីបន្តិចផុសទៅដល់កន្លែងណាក៏ផុសថ្ងៃនេះទៅលេងកន្លែងណាថ្ងៃនេះធ្វើនេះធ្វើនោះគេដឹងរឿងយើងកាន់តែច្រើនកាន់តែគ្មានប្រយោជន៍ចំពោះអ្នកទី6កុំបង្ហាញនៅចំណុចខ្សោយរបស់អ្នកងាយពេកចំពោះអ្នកណាក៏ដោយត្រូវនិយាយតែពាក្យ3ម៉ាត់គត់ទុក7ម៉ាត់ការពារខ្លួននៅពេលដែលគេកាន់តែមិនយល់អំពីអ្នកគេរត់តែចង់យល់អំពីអ្នករត់តែខ្លាំងត្រូវចងចាំនៅ6ចំណុចខាងលើអ្នកនឹងឃើញថាអាកប្បកិរិយារបស់អ្នកដទៃចំពោះអ្នកប្លែកខ្លាំងមិនដូចពីមុនទៀតឡើយតាមដានខ្ញុំអ៊ុំស្រាវុធចែករំលែកពន្លឺចំណេញសម្រាប់ជីវិត